ជំរាបសួរលោកគ្រូនេះគឺជាការងារ midterm តកតងជាមួយនឹង project e-commerce អញ្ចឹងជាដំបូងគឺខ្ញុំបានចូលមកទិញ domain ដែលមានឈ្មោះថា non-makara.store នៅក្នុង website Namecheap ហើយយើងចូលមកកាន់ manage មកគឺខ្ញុំបាន config តកតងមួយ DNS name រួចហើយហើយការងារបន្តទៀតគឺយើងចូលមកកាន់ Amazon Web Service របស់យើងចូលទៅកាន់ route 53ដើម្បីធ្វើការ config អូខេអញ្ចឹងចាំមក play សិនអញ្ចឹងនេះគឺខ្ញុំបានចូលមកកាន់ route 53ហើយយើងទៅចូល host 0ណានេះគឺជា host 0ដែលខ្ញុំបានបង្កើតរួចហើយហើយបន្តមកទៀតខ្ញុំទៅ config ខ្ញុំទៅបង្កើត license មួយដើម្បីយើងធ្វើការ design តាក់ទងជាមួយនឹង WordPress ហើយនេះគឺខ្ញុំបានបង្កើតរួចហើយតាក់ទងមួយ WordPress មួយហ្នឹងបាទហើយបន្តមកទៀតគឺខ្ញុំនឹងចូលទៅកាន់ WordPress ដើម្បី design website e-commerce របស់យើងហើយខ្ញុំអត់ access តាម WordPress តាម admin នេះទេដោយសារតាម IP ដោយសារយើង config DNS name រួចហើយអញ្ចឹងយើងធ្វើការចូលទៅកាន់ WordPress យើងតាម domain name យើងវិញអញ្ចឹង domain name របស់យើងវិញគឺឈ្មោះ non-makara.store អញ្ចឹងខ្ញុំចូលតាមហ្នឹង /wp admin មកដើម្បីយើងចូលទៅកាន់ WordPress ហើយ user ហើយនិង password អីគឺខ្ញុំបាន save យកមករួចហើយអញ្ចឹងយើងធ្វើការ login ចូលអូខេអញ្ចឹងឥឡូវបាន login ចូលមកកាន់ WordPress ហើយគឺខ្ញុំបានទៅឡើងនៅ plugin មួយចំនួនដើម្បីអាចធ្វើការតាក់ទងជាមួយនឹង e-commerce បានហើយជាពិសេសនោះគឺតាក់ទងមួយ FBA Payway គឺខ្ញុំបានឡើង plugin រួចហើយនឹង plugin មួយចំនួនទៀតដែល support ជាមួយនឹង e-commerce ដូចជា contact Prom 7 គឺយើងប្រើដែរហើយនឹង Elementor គឺសំខាន់ដែលយើងប្រើនៅក្នុង WordPress ដែលយើងសម្រាប់ design ហើយនៅពិសេសជាងគេនោះគឺ e-commerce ដែលយើងសំខាន់ជាងគេហ្មងតើតើមួយ e-commerce plugin WooCommerce sorry អូខេនេះជា plugin WooCommerce ដែលយើងប្រើហើយបន្តមកទៀតគឺយើងធ្វើទៅកាន់យើងចូលទៅកាន់ appearance ដើម្បីចូលទៅលើ theme ដើម្បីយកមកកាន់ដើម្បីយកមក design ហើយនេះជា theme ដែលខ្ញុំមើលដែលមានឈ្មោះថា Hoostify ហើយ theme នេះគឺយើងយក theme មួយនេះក៏បានដែរឲ្យតែជាប្រភេទ store ជាប្រភេទ e-commerce ចឹងដើម្បីយើងយកមក design ទៅមានគ្រប់ page គ្រប់អីទៅយើងស្រួល design ដែរហើយការ design នេះគឺខ្ញុំ design ជាមួយនឹង Elementor ដែល Elementor ហ្នឹងវាផ្ដល់មុខងារច្រើនសម្រាប់ design ដែលយើង customize ស្រួលហើយក៏គេប្រើជាទូទៅគេប្រើច្រើនដែរហើយនេះជា page ដែលខ្ញុំបាន design រួចអស់ហើយនៅក្នុងទាំងអស់ដូចជាចូលមកកាន់ home page ដើម្បីមើលថា home page ហ្នឹងខ្ញុំបាន design អីខ្លះគឺខ្ញុំបាន design ហើយបានចិត្តរួចរាល់នៅក្នុង home ហ្នឹងហើយចាំ play សិនដោយសារវា slow loading ហើយនេះគឺជា website ដែលខ្ញុំបាន design ហើយដែលតាក់ទងជានឹង website លក់សម្លៀកបំពាក់មួយហើយអូខេអញ្ចឹងដូចជាឲ្យតាក់ទងមួយ WordPress ខ្ញុំបាន design រួចអស់ហើយតាក់ទងមួយ config payment វិញគឺ payment គឺយើងប្រើជាមួយនឹង FBA Payway ហើយក្រោយពីយើងតឡើង plugin FBA Payway ហើយវានឹងចេញ payment ឲ្យបែបនេះជា FBA Payway payment gateway ហ្នឹងយើងចូល manage មក
đầm bay dương đặt ID hay nâng API hay ID nâng API nó cứ nhóm bạn quay từ API Sandbox hay coi nhóm do vì API Sandbox nó cứ do mà đã nơi nông nâng hay tỏ chẳng dân cho từ kênh website bộ dân thà dân config payment nó ban sẵn sàng như sẵn từ add to cart sẵn từ tên platform khẽ giới sẵn add to cart platform lên muối add bị bay dân sẵn tay mở ok chẳng nhóm ban add bay đạn này chẳng nhóm vừa cả check out chương chơi continue mất ok chẳng continue with payway chẳng miền QR hay nâng credit card chẳng nhóm xả tay QR mới chơi nhắn ok vì chơi nhấy xả xé khi mình bảo dừng hay bây giờ mình thấy nhóm xả tay chỉ môi nâng credit card chẳng credit card nhưng tay hiện đã thờ mất ok bạn chẳng chơi pay mất cái này dừng chơi approve ok chẳng dân ban xả xe dân ban cầm món chụp chế dân xả down mơ receipt chẳng dân ban order chụp chế vậy ni cứ chia cái bạn chẳng video mình tập bản năng xong ở con lúc cũ